គេថាដើម្បីចិញ្ចឹមកូនឲ្យបានល្អម្នាក់តើតែយើងខ្លាចទៅជាម្ដាយល្អសិនហើយខ្ញុំសួរគេថាដើម្បីខ្លាចទៅជាម្ដាយល្អយើងត្រូវធ្វើម៉េចគេឆ្លើយថាតើតែយើងជាម្ដាយមានសុខភាពផ្លូវចិត្តល្អក៏ដូចជាសុខភាពផ្លូវកាយល្អដែរទើបយើងអាចខ្លាចទៅជាម្ដាយល្អចិញ្ចឹមកូនម្នាក់បានល្អកើតអញ្ចឹងខ្ញុំក៏សួរគេតទៀតធ្វើម៉េចដើម្បីឲ្យមានសុខភាពផ្លូវកាយក៏ដូចជាសុខភាពផ្លូវចិត្តល្អគេក៏និយាយដែរថាតើតែយើងមានពេលវេលាផ្ទាល់ខ្លួនខ្លះយើងអាចសម្រាកនៅពេលណាដែលយើងហត់យើងអាចធ្វើអ្វីដែលយើងចង់ធ្វើឧទាហរណ៍ថាយើងចង់ទៅហាត់ប្រាណនៅជីមយើងចង់ទៅម៉ាស្សាខ្លួនយើងចង់ទៅលាបកញ្ចក់អីអញ្ចឹងទៅអញ្ចឹងខ្ញុំក៏សួរគេតទៀតថាចុះបើសិនជាករណីខ្ញុំដែលជាអ្នកធ្វើការពេញម៉ោងឬក៏ជាអ្នករកស៊ីពេញម៉ោងហើយយើងជាអ្នកមើលកូនដោយផ្ទាល់ដៃយើងអត់មានអ្នកនៅជាមួយទេហើយយើងក៏អត់មានបងប្អូនពូមីងណានៅក្បែរផ្ទះយើងដើម្បីយកកូនយើងទៅផ្ញើគាត់មកស្ទុះអីបានដែរអញ្ចឹងយើងត្រូវធ្វើម៉េចដើម្បីចេញក្រៅបានអានេះជាសំណួរដែលខ្ញុំសួរគាត់ទី1ទី2ខ្ញុំក៏សួរគាត់ដែរថាតើការថែរក្សាផ្លូវចិត្តក៏ដូចជាផ្លូវកាយរបស់ខ្លួនឯងក្នុងនាមជាម្ដាយម្នាក់ហ្នឹងពិតជាចាំបាច់ឲ្យយើងត្រូវចេញពីក្រៅផ្ទះមែនដែរអត់ចម្លើយគឺអត់មានដោយសារតែអ្នកដែលគាត់ផ្ដល់យោបល់មកខ្ញុំក៏ដូចជាម៉ាក់ដែលគាត់កំពុងធ្វើការពេញម៉ោងឬក៏រកស៊ីពេញម៉ោងហើយមើលកូនផ្ទាល់ដៃធ្វើការងារផ្ទះផងធ្វើម្ហូបផងការងារ100មុខគឺគាត់អត់បានស្ថិតនៅក្នុងស្ថានភាពដូចយើងទេគាត់មានអ្នកនៅជាមួយឬក៏គាត់មានយាយតាមានបងប្អូនពូមីងដែលជួយថែរក្សាកូនរបស់គាត់ដែលគាត់អាចយកពេលខ្លះទៅមើលថែខ្លួនឯងបាននៅខាងក្រៅផ្ទះអញ្ចឹងសម្រាប់ម៉ាក់ដែលគាត់កំពុងតែធ្វើការពេញម៉ោងឬក៏រកស៊ីពេញម៉ោងហើយគាត់ត្រូវមើលកូនតទល់នៅពេលដែលចេញពីកន្លែងធ្វើការឬក៏ចេញពីកន្លែងរកស៊ីហើយមកដល់ផ្ទះត្រូវធ្វើម្ហូបធ្វើការងារផ្ទះអីផ្សេងៗហ្នឹងពេលដែលអ្នកទាំងអស់គ្នាស្ដាប់យោបល់របស់ពួកគាត់ហើយនឹងមិនអាចយកយោបល់ទាំងនោះមកធ្វើឬក៏មកអនុវត្តបានឡើយហើយពេលដែលខ្ញុំមានកូនដំបងក៏ខ្ញុំយកយោបល់ហ្នឹងមកស្ដាប់ដូចគ្នាហើយខ្ញុំសួរខ្លួនឯងម្ដងហើយម្ដងទៀតថាហេតុអីបាទខ្ញុំមិនអាចរកពេលវេលាដើម្បីចេញក្រៅដូចគេបានទៅធ្វើសកម្មភាពផ្សេងៗដែលខ្ញុំចង់ធ្វើដូចជាម៉ាក់ផ្សេងខ្ញុំក៏ធ្លាប់មានគំនិតនឹងដូចគ្នាហើយខ្ញុំសួរសំណួរហ្នឹងមិនមែនមានន័យថាខ្ញុំប្រឆាំងនឹងគំនិតដែលគេនិយាយថាត្រូវចេះមើលថែផ្លូវចិត្តក៏ដូចជាផ្លូវកាយខ្លួនឯងឲ្យបានល្អសិនមុននឹងយើងទៅមើលកូនរបស់យើងឲ្យបានល្អឯងមិនមែនមានន័យអញ្ចឹងទេខ្ញុំពិតជាយល់ស្របដែលគេនិយាយអញ្ចឹងវាពិតជាចាំបាច់ខ្លាំងមែនតើសម្រាប់យើងដែលជាម្ដាយគេយើងត្រូវមានសុខភាពផ្លូវកាយល្អក៏ដូចជាសុខភាពផ្លូវចិត្តល្អឲ្យបានរឹងមាំសិនមុនពេលដែលយើងអាចទៅមើលថែកូនរបស់យើងឲ្យបានល្អបានគ្រាន់តែថាយោបល់ខ្លះយើងមិនអាចយកមកអនុវត្តនៅក្នុងជីវិតពិតរបស់យើងបានទេព្រោះថាស្ថានភាពគ្រួសាររបស់យើងវាខុសពីស្ថានភាពគ្រួសាររបស់គាត់អញ្ចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកបទពិសោធន៍ខ្លះក៏ដូចជាតិចនិចខ្លះដែលខ្ញុំបានធ្វើហើយវារៀងជោគជ័យដែរទៅកាន់ម៉ាក់ទាំងអស់គ្នាដែលកំពុងតែធ្វើការពេញម៉ោងក៏ដូចជារកស៊ីពេញម៉ោងហើយត្រូវមើលថែកូនហើយយើងត្រូវមើលថែខ្លួនឯងនៅក្នុងពេលតែមួយនៅពេលដែលយើងនិយាយអំពីការមើលថែរក្សាខ្លួនឯងទាំងផ្លូវកាយនិងផ្លូវចិត្តភាគច្រើនម៉ាក់គាត់ចែករំលែកបទពិសោធន៍មកគឺយើងត្រូវតែទៅខាងក្រៅផ្ទះដើម្បីធ្វើសកម្មភាពមួយចំនួនដើម្បីមើលថែខ្លួនឯងអាចថាត្រូវទៅហាត់ប្រាណនៅជីមត្រូវទៅម៉ាស្សាឬក៏ត្រូវទៅជួបម៉ាក់ផ្សេងទៀតដែលជាភាសាអង់គ្លេសយើងអាចហៅថា mom's date អីអញ្ចឹងណាហើយឬក៏យើងអាចទៅញ៉ាំកាហ្វេនៅ favorite coffee shop របស់យើងណាមួយដែលយើងចូលចិត្តទៅប៉ុន្តែសម្រាប់ម៉ាក់ដែលគាត់ធ្វើការពេញម៉ោងហើយគាត់ត្រូវមកដល់ផ្ទះត្រូវធ្វើម្ហូបធ្វើកិច្ចការងារផ្ទះមួយចំនួនច្រើនទៀតហើយត្រូវមើលថែកូនទៀតសួរថាគាត់មានកម្លាំងនិងពេលវេលាដើម្បីរៀបចំខ្លួនចេញទៅក្រៅដើម្បីធ្វើសកម្មភាពទាំងអស់នឹងបានដែរអត់ចម្លើយគឺអត់ខ្ញុំហ៊ានធានាហ្មងព្រោះអីខ្ញុំក៏នៅក្នុងស្ថានភាពហ្នឹងដូចគ្នាហើយទោះបីជាម៉ាក់គាត់ឈប់ធ្វើការងារពេញម៉ោងក៏ដោយគាត់ត្រូវនៅផ្ទះមើលថែកូនត្រូវជូនកូនទៅសាលាត្រឡប់មកវិញត្រូវធ្វើម្ហូបការងារផ្ទះអីផ្សេងទៀតឬក៏គាត់ត្រូវរកស៊ីអនឡាញត្រូវលក់អីវ៉ាន់គាត់ត្រូវការមានពេលដើម្បីរកចំណូលអីតិចតួចផ្សេងទៀតអញ្ចឹងសួរថាទោះបីជាគាត់អត់ធ្វើការពេញម៉ោងមែនតើគាត់ពិតជាមានពេលក្នុងការរៀបចំខ្លួនដើម្បីទៅក្រៅធ្វើសកម្មភាពដែលគាត់ចង់ធ្វើនឹងដែរឬអត់ចម្លើយគឺអត់ដូចគ្នាដោយសារខ្ញុំបច្ចុប្បន្នក៏នៅក្នុងស្ថានភាពនឹងដែរកាលមុនខ្ញុំធ្វើការពេញម៉ោងហើយខ្ញុំគិតថាខ្ញុំអត់មានពេលដើម្បីមើលថែរក្សាខ្លួនឯងទាំងផ្លូវកាយទាំងផ្លូវចិត្តទេប៉ុន្តែបច្ចុប្បន្នទោះបីជាខ្ញុំឈប់ធ្វើការពេញម៉ោងបានមួយឆ្នាំក៏ដោយក៏ខ្ញុំធ្លាប់គិតថាខ្ញុំអត់អាចធ្វើសកម្មភាពអីផ្សេងទៀតដើម្បីមើលថែផ្លូវចិត្តខ្លួនឯងក៏ដូចជាផ្លូវកាយខ្លួនឯងបានដែរដោយសារតែទោះបីជាយើងឈប់ធ្វើការងារពេញម៉ោងមែនប៉ុន្តែការងារផ្ទះគឺច្រើនហើយយើងក៏ត្រូវរកចំណូលតាមវិធីសាស្ត្រផ្សេងមួយចំនួនដែរទោះបីជាយើងមិនបានធ្វើការពេញម៉ោងក៏ដោយអញ្ចឹងវាហាក់បីដូចជាយើងវារវល់រហូតអញ្ចឹងណាទោះបីធ្វើការពេញម៉ោងឬក៏អត់ក៏យើងនៅតែអត់មានពេលដើម្បីរៀបចំខ្លួនទៅក្រៅដើម្បីទៅហាត់ប្រាណឬក៏ដើម្បីទៅញ៉ាំកាហ្វេអីនៅខាងក្រៅដូចគ្នាគឺខ្ញុំអត់មានពេលតែម្ដង
ប៉ុន្តែមិនមែនទេថាខ្ញុំអត់អាចថែរក្សាផ្លូវកាយក៏ដូចជាផ្លូវចិត្តខ្លួនឯងបានទេអញ្ចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកវិធីសាស្ត្រមួយចំនួនដើម្បីឲ្យម៉ាក់យកទៅសាកល្បងអនុវត្តថាតើវាមានប្រសិទ្ធភាពដូចអ្វីដែលខ្ញុំបានធ្វើដែរអត់ហើយចាំជួយ comment នៅខាងក្រោមផងបើសិនជាវិធីសាស្ត្រទាំងអស់ហ្នឹងវាមានប្រសិទ្ធភាពចំពោះម៉ាក់ជាពិសេសសម្រាប់ម៉ាក់ដែលគាត់ធ្វើការពេញម៉ោងរកស៊ីពេញម៉ោងហើយត្រូវមើលកូនដោយខ្លួនឯងមិនមានអ្នកជួយនៅផ្ទះក៏ដូចជាមិនមានបងប្អូនណាមកជួយមើលកូនរបស់យើងទេប៉ុន្តែមុននឹងចូលទៅដល់វិធីសាស្ត្រទាំងអស់ហ្នឹងសូមម៉ាក់ជួយ subscribe មក channel របស់ខ្ញុំទាំងអស់គ្នាផងអរគុណច្រើនចំពោះខ្ញុំគិតថាការថែរក្សាសុខភាពផ្លូវកាយក៏ដូចជាសុខភាពផ្លូវចិត្តមិនចាំបាច់ត្រូវការយើងដែលជាម្ដាយហ្នឹងត្រូវទៅខាងក្រៅផ្ទះនោះទេអានេះគឺជារឿងទី1ដែលម៉ាក់ត្រូវយល់ហើយត្រូវចាំនៅក្នុងចិត្តហើយមិនបាច់ប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃទេព្រោះអីដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងស្ថានភាពយើងខុសពីស្ថានភាពគ្រួសាររបស់ម៉ាក់ផ្សេងទៀតអញ្ចឹងម៉ាក់ផ្សេងទៀតគាត់មានអ្នកនៅជាមួយគាត់មានយាយតាអ៊ំពុំមីងដើម្បីជួយមើលកូនឲ្យគាត់ប៉ុន្តែក្នុងករណីនេះគឺយើងត្រូវមើលកូនដោយផ្ទាល់ដៃឬក៏យើងត្រូវមើលកូនពីអ្នកប្តីប្រពន្ធតទល់ជាមួយនឹងកូនហ្មងអញ្ចឹងពេលវេលាដែលយើងមានសម្រាប់ខ្លួនឯងហ្នឹងគឺវាតិចខ្លាំងមែនតើអញ្ចឹងត្រូវចាំក្នុងចិត្តថាទោះបីជាយើងមានពេលវេលាតិចក៏ដោយក៏យើងអាចមើលថែផ្លូវកាយក៏ដូចជាផ្លូវចិត្តរបស់យើងបានដូចគ្នាតាមរយៈការធ្វើសកម្មភាពនៅក្នុងផ្ទះក៏ដូចជាធ្វើសកម្មភាពជាមួយកូនដោយមិនចាំបាច់តម្រូវឲ្យយើងត្រូវរៀបចំខ្លួនដើម្បីចេញទៅក្រៅហើយធ្វើសកម្មភាពដែលយើងចង់ធ្វើនោះទេទី2អីដែលខ្ញុំបានធ្វើគឺខ្ញុំបាន schedule មានន័យថាសកម្មភាពណាឬក៏អ្វីដែលខ្ញុំចង់ធ្វើហ្នឹងខ្ញុំបានដាក់ទៅក្នុង calendar ឬក៏ protector របស់ខ្ញុំប្រចាំថ្ងៃហ្នឹងថាខ្ញុំត្រូវធ្វើវានៅក្នុងម៉ោង productive hour របស់ខ្ញុំធម្មតានៅក្នុងរយៈពេល24ម៉ោងឬក៏មួយថ្ងៃហ្នឹងយើងតែងតែមានម៉ោងណាមួយចន្លោះម៉ោងណាមួយដែលយើងគិតថាវា productive សម្រាប់យើងណាអញ្ចឹងខ្ញុំព្យាយាម schedule សកម្មភាពទាំងអស់ហ្នឹងឬក៏អ្វីដែលខ្ញុំចង់ធ្វើហ្នឹងនៅក្នុងពេលវេលាមួយហ្នឹងឧទាហរណ៍ថាខ្ញុំគឺជាមនុស្ស morning person ខ្ញុំ productive នៅពេលព្រឹកអញ្ចឹងរាល់កិច្ចការងារណាដែលពិបាកឬក៏វាត្រូវការខួរក្បាលយើងក្នុងការដោះស្រាយខ្លាំងគឺខ្ញុំភាគច្រើនគឺខ្ញុំធ្វើវានៅពេលព្រឹកអញ្ចឹងរាល់ពេលដែលខ្ញុំជូនកូនខ្ញុំទៅសាលាហើយខ្ញុំតែងតែធ្វើការងាររបស់ខ្ញុំដែលខ្ញុំគិតថាវាពិបាកយកមកធ្វើមុនគេនៅពេលព្រឹកហ្នឹងឯងនៅពេលដែលយើងដាក់ការងារមួយហ្នឹងឬក៏អ្វីដែលយើងចង់ធ្វើមួយហ្នឹងនៅក្នុង project របស់យើងគឺយើងដឹងច្បាស់ហ្មងថាយើងនឹងធ្វើវាបើមិនជាយើងអត់ទៅសេចូលឬក៏ដាក់វានៅក្នុង calendar របស់យើងទេគឺវាពិបាកក្នុងការឲ្យយើងមានវិន័យអញ្ចឹងបើមិនជាខ្ញុំអត់មានផែនការច្បាស់លាស់ថាខ្ញុំត្រូវធ្វើអីក្នុងរយៈពេលមួយថ្ងៃហ្នឹងទេខ្ញុំធ្លាប់ថ្ងៃខ្លះខ្ញុំតម្លាក់កូនពីសាលាហើយខ្ញុំត្រឡប់មកផ្ទះវិញខ្ញុំអត់ដឹងធ្វើអីទេមិនថាអត់ដឹងធ្វើអីយើងធ្វើអាការងារខ្លះដែលវាអត់ចាំបាច់យើងធ្វើអាហ្នឹងមុនយើងធ្វើវានៅក្នុងម៉ោងដែល productive hour របស់យើងអញ្ចឹងវាធ្វើឲ្យកម្លាំងរបស់យើងដែលយើងមានសម្រាប់ធ្វើការងារសំខាន់ក៏ដូចជាការងារដែលវាពិបាកហ្នឹងយើងយកអាម៉ោងហ្នឹងយកទៅធ្វើការងារដែលអត់សំខាន់ហើយការងារដែលស្រួលបាត់ហើយអញ្ចឹងដល់ពេលដែលយើងត្រូវធ្វើការងារសំខាន់ហើយពិបាកហ្នឹងយើងអត់មានកម្លាំងឬក៏យើងអត់មានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើវាអញ្ចឹងព្យាយាមដាក់សកម្មភាពឬក៏ការងារណាដែលយើងចង់ធ្វើនៅក្នុងម៉ោងដែលយើង productive ហើយព្យាយាម commit ធ្វើវាឲ្យបានជារៀងរាល់ថ្ងៃអញ្ចឹងយូរទៅយើងមានទម្លាប់ធ្វើវារហូតហើយមិនថាកន្លះម៉ោង1ម៉ោងឬក៏2ម៉ោងអីព្យាយាមធ្វើមិន commit ទៅនឹងពេលមួយហ្នឹងដឹងតែត្រូវធ្វើអាហ្នឹងឲ្យបានជារៀងរាល់ថ្ងៃទី3ការថែរក្សាផ្លូវចិត្តនិងផ្លូវកាយរបស់យើងគឺជាការថែរក្សាផ្លូវចិត្តនិងផ្លូវកាយរបស់កូនដូចគ្នាអញ្ចឹងខ្ញុំព្យាយាមច្បាច់បញ្ចូលសកម្មភាពណាដែលយើងអាចធ្វើជាមួយគ្នាបានធ្វើក្នុងពេលជាមួយគ្នាដើម្បីឲ្យចំណេញពេលឧទាហរណ៍កាលមុនខ្ញុំចេះតែគិតថាខ្ញុំចង់ទៅជីមដូចគេដើម្បីហាត់ប្រាណដោយសារយើងទៅជីមទៅយើងបង់លុយទៅយើងមានអា commitment ខ្លាំងជាងយើងហាត់ប្រាណនៅផ្ទះខ្លួនឯងម្នាក់ឯងអញ្ចឹងណាប៉ុន្តែក្រោយមកខ្ញុំក៏ផ្លាស់ប្ដូរគំនិតរបស់ខ្ញុំថាហេតុអីក៏ខ្ញុំមិនយកពេលវេលាណាមួយដែលកូនខ្ញុំនៅផ្ទះដែរហើយខ្ញុំនាំកូនហាត់ប្រាណជាមួយគ្នាអញ្ចឹងវាចំណេញទាំងអស់គ្នាយើងក៏បានហាត់ប្រាណកូនក៏បានហាត់ប្រាណហើយកូនបានមើលឃើញទម្លាប់ល្អរបស់យើងទៀតអញ្ចឹងមិនមែនមានន័យថាការថែរក្សាផ្លូវកាយខ្លួនឯងតោះតែយើងទៅក្រៅដើម្បីហាត់ប្រាណទៅយើងមានសុខភាពល្អយើងអាចហាត់ប្រាណនៅផ្ទះក៏បានដែរយើងហាត់ជាមួយកូនឃើញទម្លាប់ល្អមួយហ្នឹងកូនក៏មានសុខភាពល្អដូចយើងកូនក៏មានទម្លាប់ល្អដូចយើងដូចគ្នាអញ្ចឹងមិនចំណេញតែយើងទេចំណេញដល់ទាំងកូនទៀតឧទាហរណ៍មួយទៀតយើងរាល់ថ្ងៃយើងធ្វើការងារ stress មិនថាការងារផ្ទះឬក៏ការងាររកចំណូលទេទាំងពីរអ្នកប្តីប្រពន្ធប្រកាសជា stress ហើយត្រូវអត់អញ្ចឹងយើងប្រកាសជាត្រូវការពេលណាមួយដើម្បីទៅដើរលេងស្រូបយកខ្យល់អាកាសអញ្ចឹងព្យាយាមទៅដើរលេងជាមួយកូនឧទាហរណ៍ថាទៅគិរីរំអីអញ្ចឹងទៅស្រូបយកខ្យល់អាកាសល្អជាមួយកូនអញ្ចឹងណាអញ្ចឹង
ពេលវេលាហ្នឹងវាមិនមែនតែយើងម្នាក់ឯងដែលសប្បាយចិត្តកូនក៏សប្បាយចិត្តដូចគ្នាអញ្ចឹងត្រូវចេះស្វែងរកពេលវេលាណាមួយដែលយើងអាចធ្វើសកម្មភាពផ្សេងដែលយើងចង់ធ្វើហ្នឹងជាមួយកូនបាននៅពេលដែលយើងធ្វើអញ្ចឹងបានមិនមែនតែយើងទេដែលអ្នកចំណេញទៅលើសុខភាពផ្លូវកាយក៏ដូចជាសុខភាពផ្លូវចិត្តរបស់យើងកូនយើងក៏ចំណេញដែរចំណេញទាំងសុខភាពផ្លូវកាយចំណេញទាំងសុខភាពផ្លូវចិត្តចំណេញទាំងទំនាក់ទំនងរវាងម្ដាយនិងកូនដូចគ្នាទី4ព្យាយាមឆ្លៀតពេល15នាទីឬក៏30នាទីក្នុងការធ្វើសកម្មភាពណាមួយដែលយើងចង់ធ្វើពីមុនខ្ញុំធ្លាប់ជាមនុស្សម្នាក់ដែលត្រូវការពេលវេលាច្រើនដើម្បីធ្វើអីមួយអញ្ចឹងណាឧទាហរណ៍ថាខ្ញុំត្រូវការពេល2ម៉ោងឬក៏3ម៉ោងដើម្បីអានសៀវភៅឬក៏ខ្ញុំត្រូវការពេល1ម៉ោងឬក៏2ម៉ោងដើម្បីថតវីដេអូចែករំលែកបទពិសោធន៍ផ្សេងទៅកាន់អ្នកទាំងអស់គ្នាប៉ុន្តែក្រោយមកវាធ្វើអត់កើតយើងពិតជាមិនអាចមានពេលណាមួយដែលមានពេលវែងដល់ថ្នាក់1ម៉ោង2ម៉ោងឬក៏3ម៉ោងកើតទេដើម្បីអង្គុយធ្វើអ្វីដែលយើងចង់ធ្វើហ្នឹងអញ្ចឹងព្យាយាមបំបែកពេលវេលារបស់យើងពេលណាដែលយើងអាចឆ្លៀតបានយើងឆ្លៀតធ្វើ15នាទី30នាទីដែលយើងអត់នៅជាមួយកូនហ្នឹងគឺយើងឆ្លៀតធ្វើអាហ្នឹងហើយមកព្រោះអីបើសិនជាយើងចាំពេលដែលតនេដែលយើងមានពេល1ម៉ោង2ម៉ោងឬក៏3ម៉ោងឡើងហ្នឹងគឺមានតែពេលយប់ទេពេលដែលកូនគេងបាត់ហើយតម្រាំតែពេលហ្នឹងគឺខ្ញុំអស់កម្លាំងលេងហើយអញ្ចឹងខ្ញុំគិតថាម៉ាក់ប្រហែលជាអស់កម្លាំងដូចខ្ញុំដែរអញ្ចឹងកុំចាំដល់ពេលយប់ដើម្បីធ្វើការងារណាមួយដែលយើងចង់ធ្វើហើយមិនចាំបាច់តោះតែយើងមានពេលច្រើនទេយើងអាចបំបែកសកម្មភាពធំណាមួយដែលយើងចង់ធ្វើហ្នឹងទៅជាសកម្មភាពតូចយើងអាចធ្វើបានក្នុងរយៈពេល15នាទីយើងធ្វើ15នាទីសិនទៅហើយចាំយើងធ្វើការងារផ្សេងទៀតដល់ពេលយើងទៅទៀត15នាទីក្រោយទៀតចាំយើងធ្វើវាបើយើងអត់បំបែកអញ្ចឹងទេគឺវាពិតជាអត់មានពេល2ម៉ោងអីដូចគេដើម្បីធ្វើអាសកម្មភាពដែលយើងចង់ធ្វើនឹងសោះតែម្ដងមួយទៀតផ្លាស់ប្ដូរពេលវេលាក្នុងការមើលថែកូនដោយសារយើងមានតែ2នាក់ប្តីប្រពន្ធទេអញ្ចឹងបើសិនជាយើងត្រូវការពេលណាមួយវែងដើម្បីធ្វើសកម្មភាពណាមួយឧទាហរណ៍ថាយើងត្រូវការ2ម៉ោងឬក៏3ម៉ោងយើងអាចឲ្យប្តីរបស់យើងមើលកូនក្នុងរយៈពេល2ទៅ3ម៉ោងហ្នឹងសិនបានឧទាហរណ៍ជាក់ស្ដែងជារៀងរាល់ចុងសប្ដាហ៍នៅពេលព្រឹកបន្ទាប់ពីញ៉ាំអាហារពេលព្រឹកហើយប្តីរបស់ខ្ញុំគាត់តែងតែនាំកូនទៅ coffee shop ទៅហាងកាហ្វេនៅជិតផ្ទះហ្នឹងដោយគាត់នាំក្មេងៗដើរទៅអញ្ចឹងណាហើយចំណាយពេលជាមួយក្មេងៗ1ម៉ោងឬក៏2ម៉ោងនៅកន្លែងហាងកាហ្វេហ្នឹងលេងជាមួយអូននេះអញ្ចឹងទៅអញ្ចឹងខ្ញុំមានពេលព្រឹក2ម៉ោងហ្នឹងសម្រាប់ខ្លួនឯងធ្វើអ្វីដែលខ្លួនឯងចង់ធ្វើអញ្ចឹងនៅពេលដែលគាត់ត្រឡប់មកពីហាងកាហ្វេវិញពេលថ្ងៃក្រោយពីញ៉ាំបាយហើយជុំគ្នាគឺជាពេលដែលខ្ញុំត្រូវមើលអូនម្ដងអញ្ចឹងពេលថ្ងៃហ្នឹងគាត់ចង់ធ្វើអីអាហ្នឹងជារឿងរបស់គាត់ការងាររបស់គាត់អញ្ចឹងយើងត្រូវ rotate ផ្លាស់ប្ដូរគ្នាដើម្បីមើលកូនក្នុងរយៈពេលហ្នឹងហើយខ្ញុំគិតថាវាពិបាកខ្លាំងមែនទែនសម្រាប់យើងដែលជាម្ដាយបើដោះកូនដោយផ្ទាល់ហើយយើងត្រូវឲ្យប្តីរបស់យើងនៅមើលកូនដោយសារតែកូនគាត់តាមយើងខ្លាំងមែនទែនអញ្ចឹងខ្ញុំចង់ចែករំលែកតិចនិចមួយដែរនៅកន្លែងនេះបើសិនជាកូនម៉ាក់តាមម៉ាក់ខ្លាំងម៉ាក់អាចបែងចែកសកម្មភាពថាតើសកម្មភាពណាមួយដែលគាត់អាចធ្វើជាមួយនឹងប៉ារបស់គាត់បានហើយសកម្មភាពណាដែលគាត់អាចធ្វើជាមួយយើងដែលជាម្ដាយបានពេលដែលយើងចាប់ផ្ដើមធ្វើសកម្មភាពនឹងយូរទៅកូននឹងដឹងហើយថាដើម្បីធ្វើសកម្មភាពនេះគឺគាត់ត្រូវទៅរកប៉ាគាត់ដើម្បីធ្វើសកម្មភាពនេះគាត់ត្រូវតែមករកម៉ាក់គាត់អញ្ចឹងគាត់មិនចាំបាច់នៅជាមួយយើងរហូតទេឧទាហរណ៍ពេលលេង puzzle កូនខ្ញុំអត់មករកខ្ញុំទេដោយសារខ្ញុំអត់លេង puzzle មួយកូនខ្ញុំទេអញ្ចឹងរាល់ពេលដែលលេង puzzle គឺគាត់ដឹងអូតូម៉ាទិកហ្មងថាត្រូវទៅរកប្តីខ្ញុំហើយរាល់ពេលដែលអានសៀវភៅគឺកូនខ្ញុំមករកខ្ញុំអញ្ចឹងយើងបែងចែកសកម្មភាពគ្នាដើម្បីឲ្យកូនតាមម៉ាក់ខ្លះតាមប៉ាខ្លះមិនមែនថាម៉ាក់ត្រូវធ្វើគ្រប់សកម្មភាពដល់ពេលយើងធ្វើគ្រប់សកម្មភាពពេកទៅកូនតាមតែយើងទេប៉ាអត់ត្រូវតាមទេអញ្ចឹងអានេះអាចជាវិធីសាស្ត្រមួយដែលម៉ាក់អាចយកទៅអនុវត្តបានតកតងនឹងការថែរក្សាផ្លូវចិត្តភាគច្រើនគឺខ្ញុំមើល podcast ព្រោះអីជាទូទៅនៅពេលដែលយើងមើលអីមួយគឺវាតែងតែចូលនៅក្នុងខួរក្បាលយើងហើយអញ្ចឹងបើសិនជាយើងមើលអីដែលល្អវានឹងធ្វើឲ្យផ្លូវចិត្តរបស់យើងកាន់តែរឹងមាំហើយខ្ញុំស្ដាប់ podcast ទាំងនៅក្នុងស្រុកក៏ដូចជានៅខាងក្រៅស្រុកអញ្ចឹង podcast ក្នុងស្រុកដែលខ្ញុំអាសាស្ដាប់គឺមកពីបងរៀនថតបងជូនីក៏ដូចជាប្អូនកែកលីហើយក៏ដូចជាលោកគ្រូគូសុភាពហើយនិងលោកគ្រូជួនកក្កដាជាដើមហើយបើ podcast នៅខាងក្រៅស្រុកវិញភាគច្រើនគឺខ្ញុំស្ដាប់ដើម្បីទទួលយកចំណេះដឹងទៅលើប្រធានបទណាមួយដែលខ្ញុំចង់ដឹងត្រូវចាំថាអីក៏ដោយដែលយើងមើលហើយយើងមានអារម្មណ៍ថាវាធ្វើឲ្យយើងចំណាយពេលវេលារបស់យើងដោយឥតប្រយោជន៍ឬក៏វាធ្វើឲ្យយើងមានអារម្មណ៍មួម៉ៅមានអារម្មណ៍អត់ល្អឬក៏គិតអវិជ្ជមានយើងត្រូវតែឈប់មើលមាតិកាទាំងអស់ហ្នឹងហើយខ្ញុំពិតជា recommend អ្នកទាំងអស់គ្នាឲ្យប្រើប្រាស់ YouTube ឲ្យបានច្រើនជាងការប្រើប្រាស់ social media ផ្សេងទៀតឧទាហរណ៍ដូចជា TikTok ពួកអីយើងអាចរៀនបាននៅចំណេះដឹងជាច្រើនក៏ដូចជាការគិតវិជ្ជមានបានច្រើនខ្លាំងមែនទែនពី YouTube មកវិញដោយមិនអស់លុយហើយតកតងមួយកន្លែងហ្នឹងខ្ញុំក៏ចង់និយាយដែរថាមួយរយៈចុងក្រោយនេះគឺខ្ញុំព្យាយាមកាត់បន្ថយខ្លួនឯងក្នុងការប្រើប្រាស់ TikTok អញ្ចឹងបានអ្នកទាំងអស់គ្នាដែលគាត់ធ្លាប់ follow ខ្ញុំនៅលើ TikTok គាត់ប្រហែលជាដឹងថាមួយរយៈហ្នឹងខ្ញុំអត់សូវជា post វីដេអូច្រើនក៏ដូចជាខ្ញុំអត់សូវបាន comment ទៅលើវីដេអូអ្នកទាំងអស់គ្នាដោយសារខ្ញុំបានចំណាយពេលច្រើននៅលើ YouTube ជាជាងនៅលើ TikTok
TikTok ដោយសារតែពេលដែលខ្ញុំប្រើ TikTok ក្នុងរយៈពេល1ឆ្នាំចុងក្រោយហ្នឹងមកទោះបីជាខ្ញុំអត់បានប្រើញឹកញាប់រាល់ថ្ងៃមែនប៉ុន្តែខ្ញុំនៅមានអារម្មណ៍ថាវាចាញ់និយាយថាអារម្មណ៍យើងវាអត់ស្ងប់មានអារម្មណ៍ថាយើងចំណាយពេលប្រើប្រាស់ TikTok ហ្នឹងវាច្រើនពេកដូចរបៀបដូចយើងជក់ងប់ទៅនឹងអាហ្នឹងណាអញ្ចឹងទៅក៏មួយរយៈហ្នឹងខ្ញុំព្យាយាមកាត់បន្ថយការប្រើប្រាស់ TikTok ហើយម្យ៉ាងទៀតក៏មានការស្រាវជ្រាវច្រើនដែរដែលគេបង្ហាញថាការមើល short form video ដូចជានៅលើ TikTok ហ្នឹងវីដេអូខ្លីៗហ្នឹងគឺវាផ្ដល់គុណវិបត្តិច្រើនមកដល់យើងដែលជាអ្នកមើលហ្នឹងវាអាចធ្វើឲ្យយើងមាន anxiety អាចថាដល់ depress ក៏មានហើយគុណវិបត្តិហ្នឹងវាមិនមែនតាក់ទងតែនៅលើអារម្មណ៍តែមួយមុខទេវាក៏តាក់ទងទៅលើខួរក្បាលរបស់យើងដែរវាធ្វើឲ្យការគិតរបស់យើងទៅលើការធ្វើកិច្ចការងារណាមួយវាខ្លីបើភាសាអង់គ្លេសយើងហៅថា short attention span ណាអាការផ្ដោតការយកចិត្តទុកដាក់របស់យើងហ្នឹងគឺវាខ្លីអញ្ចឹងការមើលវីដេអូ short form ហ្នឹងគឺវាមានគុណវិបត្តិច្រើនអញ្ចឹងទៅក៏មួយរយៈចុងក្រោយហ្នឹងគឺខ្ញុំព្យាយាមប្រើប្រាស់ TikTok តិចហើយចំណាយពេលច្រើនមកមើល YouTube វិញហើយសូម្បីតែការចែកម្លែកបទពិសោធន៍អីក៏ខ្ញុំព្យាយាមធ្វើវីដេអូវែងជាងវីដេអូខ្លីដូចកាលមុនដែលខ្ញុំផុសនៅលើ TikTok ដែរមួយទៀតតាក់ទងជាមួយនឹង mindset ដែលយើងចូលចិត្តធ្វើអីឲ្យវា perfect ល្អឥតខ្ចោះណាអាហ្នឹងក៏យើងត្រូវព្យាយាមកាត់បន្ថយដែរព្រោះនៅពេលដែលយើងមានកូនគឺយើងរៀងរវល់ខ្លាំងអញ្ចឹងខ្ញុំព្យាយាមផ្លាស់ប្ដូរ mindset មួយហ្នឹងព្រោះបើសិនជាយើងនៅតែបន្តចង់ធ្វើអីមួយឲ្យល្អឥតខ្ចោះគឺយើងនឹងពិបាកខ្លួនឯងពិបាកផ្លូវចិត្តខ្លួនឯងហ្មងឧទាហរណ៍ថាការសម្អាតផ្ទះកាលមុនគឺខ្ញុំត្រូវការពេលច្រើនដើម្បីសម្អាតផ្ទះឲ្យវាល្អឥតខ្ចោះប៉ុន្តែក្រោយមកយើងធ្វើអត់បានហើយយើងនៅតែបន្ទោសខ្លួនឯងរហូតថាហេតុអីបានយើងធ្វើគ្រាន់តែធ្វើផ្ទះតូចមួយឲ្យល្អស្អាតឥតខ្ចោះវាអត់បានណាអញ្ចឹងក៏ខ្ញុំផ្លាស់ប្ដូរការគិតរបស់ខ្ញុំរៀនទទួលយកនៅអ្វីដែលយើងធ្វើបានក្នុងពេលបច្ចុប្បន្នថ្ងៃមុខទៅនៅពេលដែលកូនធំឡើងគឺយើងនឹងអាចធ្វើឲ្យផ្ទះយើងស្អាតល្អឥតខ្ចោះបានហើយអញ្ចឹងបច្ចុប្បន្នយើងមានពេលប៉ុណ្ណាយើងសម្អាតផ្ទះយើងបានស្អាតប៉ុណ្ណាគឺខ្ញុំត្រូវរៀនបើកចិត្តទទួលយកនៅលទ្ធផលដែលខ្ញុំអាចធ្វើទៅរួចអត់អាចថាផ្ទះនឹងត្រូវតែស្អាតគ្រប់ពេលគ្រប់វេលាល្អឥតខ្ចោះអត់មានអីរាយប៉ាយពេញផ្ទះគឺវាអត់អាចទៅរួចទេធម្មតាផ្ទះតែមានក្មេងគឺវាតែងតែមានពេលខ្លះគឺត្រូវមានរាយប៉ាយអញ្ចឹងហើយអញ្ចឹងត្រូវរៀនធ្វើចិត្តខ្លួនឯងនៅពេលបច្ចុប្បន្នរៀនទទួលយកនៅលទ្ធផលមិនល្អឥតខ្ចោះចាំពេលកូនធំឡើងចាំយើងធ្វើអីឲ្យល្អឥតខ្ចោះតាមក្រោយបានទៀតឯដែលខ្ញុំបានធ្វើក្នុងរយៈពេល1ឆ្នាំជាងកន្លងមកហ្នឹងក្នុងការថែរក្សាផ្លូវចិត្តរបស់ខ្ញុំគឺខ្ញុំបានធ្វើវីដេអូផ្សេងៗដើម្បីចែករំលែកបទពិសោធន៍ក៏ដូចជាចំណេះដឹងមួយចំនួនដែលខ្ញុំដឹងតាក់ទងជាមួយនឹងការងារក៏ដូចជាការចិញ្ចឹមកូនក៏ដូចជាការរស់នៅប្រចាំថ្ងៃផ្សេងៗរបស់ខ្ញុំដែលខ្ញុំគិតថាវាមានប្រយោជន៍ទៅដល់អ្នកទាំងអស់គ្នាមានប្រយោជន៍ទៅដល់អ្នកមើលព្រោះចំពោះខ្ញុំនៅពេលដែលខ្ញុំអាចជួយនរណាគេម្នាក់ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងណាស់អញ្ចឹងពេលដែលអ្នកទាំងអស់គ្នាមកមើលវីដេអូខ្ញុំហើយអ្នកទាំងអស់គ្នា comment ឬក៏ផ្ញើសារមកប្រាប់ថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូខ្ញុំដោយសារវាបានជួយ1 2 3 4 5អញ្ចឹងគឺខ្ញុំសប្បាយចិត្តខ្លាំងដោយសារខ្ញុំអាចជួយអ្នកទាំងអស់គ្នាបានអញ្ចឹងអាហ្នឹងក៏វាធ្វើឲ្យផ្លូវចិត្តរបស់ខ្ញុំបានល្អប្រសើរហើយវាក៏ធ្វើឲ្យផ្លូវចិត្តរបស់អ្នកទាំងអស់គ្នាបានល្អប្រសើរដូចគ្នាហើយចំណុចចុងក្រោយដែលខ្ញុំបានធ្វើក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះគឺខ្ញុំព្យាយាមនិយាយឲ្យបានច្រើនទៅកាន់ប្តីរបស់ខ្ញុំការដំបូងនិយាយមួយគ្នាដែរតែភាគច្រើននិយាយតែរឿងការងាររឿងអីចឹងណាតែបើថាឲ្យនិយាយរឿងអីមួយចំនួនដូចជាមិនសូវបាននិយាយជាស៊ីជម្រៅអីហ្មងណាព្រោះយើងគិតថាបញ្ហាហ្នឹងវាគ្រាន់តែជាបញ្ហាតូចតាចប៉ុន្តែក្រោយមកក៏យើងព្យាយាមគិតថាបញ្ហាធំហ្នឹងវាកើតមកពីបញ្ហាតូចហ្នឹងអញ្ចឹងពេលដែលមានរឿងអីគឺខ្ញុំយកមកនិយាយគ្នាយកមកពិភាក្សាជាមួយគ្នាដោះស្រាយគ្នាឲ្យមុនពេលឲ្យបញ្ហាតូចហ្នឹងខ្លាយទៅជាបញ្ហាធំខ្ញុំពិតជាលើកទឹកចិត្តឲ្យម៉ាក់និយាយឲ្យបានច្រើនទៅកាន់ប៉ាប៉ាទោះបីជាយើងមានជួបបញ្ហាអីក៏ដោយតែនិយាយថាយើងមានរឿងអីនៅក្នុងចិត្តអញ្ចឹងណាយើងយកទៅពិភាក្សាមួយគាត់ដើម្បីស្វែងរកដំណោះស្រាយជាមួយគ្នាធម្មតាគំនិត2វាអាចប្រសើរជាងគំនិតមួយឯងបើយើងគិតតែម្នាក់ឯងពេលខ្លះយើងគិតអត់បានគ្រប់ជ្រុងជ្រោយអញ្ចឹងបើសិនជាយើងអាចយកបញ្ហាហ្នឹងមកពិភាក្សាជាមួយគាត់ខ្ញុំគិតថាយើងប្រហែលជាអាចបានគំនិតមួយទៀតយើងយកមកគិតបានស៊ីជម្រៅជាងមុនអញ្ចឹងនៅពេលដែលយើងអាចដោះស្រាយបញ្ហាណាមួយដោយមានប្រសិទ្ធភាពអញ្ចឹងអាផ្លូវចិត្តរបស់យើងហ្នឹងក៏វាល្អទៅតាមនឹងដែរអញ្ចឹងសរុបមកវិញទាំងអស់ហ្នឹងគឺជាសកម្មភាពដែលខ្ញុំបានធ្វើហើយក៏កំពុងតែធ្វើជារៀងរាល់ថ្ងៃជាមួយនឹងកូនហើយជាមួយនឹងប្តីរបស់ខ្ញុំដើម្បីថែរក្សាផ្លូវកាយក៏ដូចជាផ្លូវចិត្តខ្លួនឯងប៉ុន្តែមិនមែនមានន័យថាការចេញទៅខាងក្រៅដើម្បីថែរក្សាផ្លូវកាយក៏ដូចជាផ្លូវចិត្តខ្លួនឯងហ្នឹងមិនមែនជារឿងល្អទេបើសិនជាម៉ាក់ពិតជាមានពេលពិតជាអាចផ្ញើកូនជាមួយនឹងលោកតាលោកយាយឬក៏អាចផ្ញើជាមួយនឹងអ្នកណាម្នាក់ហើយយើងចំណាយពេលកន្លះម៉ោង1ម៉ោងឬក៏កន្លះថ្ងៃអីក៏ដោយឬក៏1ថ្ងៃដើម្បីចំណាយពេលជាមួយខ្លួនឯងដើម្បីថែរក្សាផ្លូវកាយក៏ដូចជាផ្លូវចិត្តខ្លួនឯងខ្ញុំគិតថាហ្នឹងល្អខ្លាំងមែនតើ
ប៉ុន្តែបើសិនជាម៉ាក់ស្ថិតនៅក្នុងករណីដូចខ្ញុំដែលរស់នៅតែពីអ្នកប្តីប្រពន្ធហើយត្រូវមើលថែកូនតទល់អត់មានអ្នកនៅជាមួយហើយក៏អត់មានតាយាយនៅជាមួយដូចគ្នាអត់មានអ្នកណាយើងអាចផ្ញើកូនជាមួយបានហើយយ៉ាងទៀតយើងត្រូវធ្វើការពេញម៉ោងទាំងពីរនាក់យើងត្រូវរកចំណូលទាំងពីរនាក់យើងត្រូវធ្វើកិច្ចការផ្ទះផងយើងត្រូវមើលកូនផងទៀតអញ្ចឹងនិយាយទៅគឺពីអ្នកប្តីប្រពន្ធហ្នឹងគឺត្រូវធ្វើការងារទាំងអស់ស្មើដៃគ្នាហ្មងអញ្ចឹងការថែរក្សាផ្លូវចិត្តក៏ដូចជាផ្លូវកាយតាមរយៈការចេញទៅក្រៅហ្នឹងវាមានការលំបាកខ្លាំងអញ្ចឹងខ្ញុំសង្ឃឹមថាវិធីសាស្ត្រដែលខ្ញុំបានអនុវត្តកន្លងមកក៏ដូចជារហូតដល់រាល់ថ្ងៃហ្នឹងនឹងអាចឲ្យម៉ាក់យកទៅអនុវត្តបានហើយនឹងជួយឲ្យម៉ាក់មានអារម្មណ៍ប្រសើរជាងមុនទាំងផ្លូវកាយសុខភាពផ្លូវចិត្តល្អជាងមុនដូចគ្នាបើសិនជាម៉ាក់មានចម្ងល់ក៏ដូចជាចង់ឲ្យខ្ញុំនិយាយទៅលើប្រធានបទណាមួយម៉ាក់ចាំជួយ comment នៅក្នុងវីដេអូនេះផងអរគុណច្រើនជួបគ្នានៅក្នុងវីដេអូក្រោយបាយ